เรียลมาดริดเตรียมประกาศកិច្ចព្រមព្រៀងជាមួយខ្សែការពារ Trent Alexander-Arnold រយៈពេល5ឆ្នាំអ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានបញ្ជាក់ឲ្យដឹងថាក្រុមបាល់ទាត់ Real Madrid នឹងត្រៀមប្រកាសការចុះហត្ថលេខាលើខ្សែការពារស្លាប់ស្ដាំរបស់ Liverpool គឺកីឡាករ Trent Alexander-Arnold ជាមួយនឹងកិច្ចព្រមព្រៀងរយៈពេល5ឆ្នាំគណៈដែលសម័យកីឡាករក៏មិនចង់តាក់ទងជាមួយនឹងក្រុមផ្សេងទៀតដែរការផ្ទេរកីឡាករអង់គ្លេសវ័យ26ឆ្នាំនឹងធ្វើឡើងដោយគ្មានតម្លៃខ្លួនតែម្ដងបន្ទាប់ពីរូគេផុតកងត្រានៅ Anfield នាបញ្ចប់រដូវកាលនេះ Trent Alexander-Arnold ចាប់ចិត្តចង់ទៅលេងនៅទឹកដីអេស្ប៉ាញជាខ្លាំងហើយរូគេក៏រំពឹងថាអាចនឹងចូលរួមជាមួយនឹងក្រុមរបស់លោក Carlo Ancelotti ដែលនឹងក្លាយទៅជាការចាប់ផ្ដើមទំព័រថ្មីនៅក្នុងអាជីពរបស់ខ្លួនទោះជាយ៉ាងណាក៏ដោយការផ្ទេរជាផ្លូវការមិនទាន់កើតឡើងនៅឡើយទេព្រោះគ្រប់យ៉ាងនៅរងចាំការជជែកបន្ថែមរវាង Liverpool និងសម័យខ្លួនដើម្បីបិទបញ្ចប់កងត្រាជាមុនសិនក្នុងនោះដែរប្រភពពីអេស្ប៉ាញបានទម្លាយថា Real Madrid បានដាក់កិច្ចសន្យាមានរយៈពេល5ឆ្នាំឲ្យទៅ Arnold និងបានទុកពេលឲ្យកីឡាកររូបនេះធ្វើការងារនៅសេសសល់ដើម្បីបញ្ចប់កិច្ចសន្យាជាមួយក្លឹបចាស់ដើម្បីទទួលបានឱកាសក្នុងការទៅលេងនៅទឹកដីអេស្ប៉ាញគូបញ្ជាក់ផងដែរថា Trent Alexander-Arnold បច្ចុប្បន្ននៅមានឱកាសលេងស្ទើរគ្រប់ការប្រកួតជាមួយ Liverpool ហើយរូគេក៏ធ្វើបានល្អផងដែរនៅក្នុងរដូវកាលនេះតែយ៉ាងណារូគេក៏មិនទាន់ទទួលបានការប្រកាសកងត្រាថ្មីពី Liverpool បើទោះបីជាកងត្រាកីឡាកររូបនេះនឹងផុតបញ្ចប់នារដូវកាលនេះក៏ដោយបើតាមរបាយការណ៍ពី Talksport បានឲ្យដឹងថាបើសិនជាការផ្លាស់ទៅ Real Madrid ទទួលបានភាពជោគជ័យនោះ Trent Alexander-Arnold នឹងទទួលបានប្រាក់ពលកម្មប្រមាណ 22,000 ផោនក្នុងមួយសប្តាហ៍នៅកីឡដ្ឋាន Santiago Bernabeu